បងប្អូនទាំងអស់គ្នាបងប្អូនមើលនេះស្លឹកកធូបរបស់ខ្ញុំវាចេញផ្កាអញ្ចឹងណាបងប្អូននេះបងប្អូនមើលអានេះផ្កាវាបងប្អូនស្អាតតើបងប្អូននេះផ្កាវាហ្នឹងអានេះវាទឹមតែចាប់ផ្ដើមកំពុំឯណាបងប្អូនហើយចាំមើលអានេះចាំមើលពេលវារីកបងប្អូនចាំខ្ញុំថតវីដេអូឲ្យបងប្អូនមើលម្ដងទៀតអញ្ចឹងណាបងប្អូនហើយអានេះគឺផ្កាស្លឹកកធូបណាបងប្អូនប្រហែលជាមានបងប្អូនខ្លះគាត់អត់ដែរឃើញអីចឹងណាបងប្អូនហើយឥឡូវគឺខ្ញុំថតឲ្យបងប្អូនមើលចឹងណាក្រែងថាបងប្អូនខ្លះគាត់អត់ដែរបានឃើញចឹងគាត់អាចស្គាល់ចឹងណាហើយសម្រាប់ស្លឹកកធូបនេះដល់តែយើងដាំរៀងយូរខែយូរឆ្នាំដែរចឹងណាបានវាចេញផ្កាអញ្ចឹងណាបងប្អូននេះផ្កាវាបងប្អូនមានអីស្អាតតើតែនេះវាអត់ទាន់រីកទេបងប្អូនអានេះផ្កាកំពុំណាបងប្អូនដល់តែមួយថ្ងៃទៀតអញ្ចឹងបានវារីកអញ្ចឹងណាវារីកគឺប្លែកវាស្អាតជាងនឹងទៀតអញ្ចឹងណាបងប្អូនហើយសម្រាប់ដើមកធូបនេះគឺវាធ្លាប់ចេញផ្កាកាលមុនហើយម្ដងហើយបងប្អូនខ្ញុំធ្លាប់បានឃើញម្ដងហើយអញ្ចឹងណាបងប្អូនតែគាត់ថាពីមុនហ្នឹងគឺខ្ញុំអត់ដែរបានថតអញ្ចឹងណាបងប្អូនឥឡូវគឺឃើញវាចេញផ្កាម្ដងទៀតអញ្ចឹងក៏ខ្ញុំថតឲ្យបងប្អូនមើលអញ្ចឹងណាក្រែងថាមានបងប្អូនខ្លះគាត់អត់ដែរឃើញអញ្ចឹងគាត់អាចឃើញឲ្យបានស្គាល់ដែរអញ្ចឹងណាបងប្អូនហើយចំពោះស្លឹកកធូបនេះគឺខ្ញុំដាំយូរឆ្នាំដែរបងប្អូនប្រហែលជាបានមួយឆ្នាំដែរអញ្ចឹងណាហើយដើមវារៀងទូចដែរហ្នឹងបងប្អូនវាអត់សូវធំទេគ្រាន់ថាឥឡូវវាអត់ទាន់មានភ្លៀងអញ្ចឹងវាអត់សូវលាស់ទេឥឡូវវាទៅលាស់ត្រួយអញ្ចឹងណាវាលាស់ត្រួយបានតែបានមួយបន្តិចហ្នឹងឯងហើយអញ្ចឹងលាស់ត្រួយហើយគឺវាចេញផ្កាបរហើយហើយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំណាបងប្អូន